ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំបានមកដល់ផ្ទះជីដូនដែលមានបច្ចុប្បន្នគឺ82ឆ្នាំបងប្អូនណាហើយជីដូនរាល់ថ្ងៃគឺជីដូននៅធ្វើចង្អេបងប្អូនហើយគាត់នៅធ្វើចង្អេបានទៀតហ្នឹងហើយភ្នែកជីដូនគឺមើលអត់ឃើញទេបងប្អូនគឺងឹតអស់ហើយសំបីដាំបាយអញ្ចឹងគាត់រាវបងប្អូនរាវហើយអញ្ចឹងថ្ងៃនេះផ្ទាល់គឺខ្ញុំបានមកជួបជីដូនបាទដោយសារតែមានបងស្រីដែលគាត់នៅស្រុកក្រៅបាទដែលគាត់មានឈ្មោះលីលីបាទក៏គាត់មានទឹកប្រាក់ជូនជីដូនគឺមាន50000រៀលអញ្ចឹងចៅក៏នាំយកថវិកានេះមកជូនជីដូនផ្ទាល់តែម្ដងអញ្ចឹងខ្ញុំក៏បាទសូមជូនពរដល់បងបាទមានសុខភាពល្អបាទហើយប្រកបកិច្ចការងារអ្វីក៏បាទកាន់តែរីកចម្រើនបាទហើយអញ្ចឹងនេះគឺជាទឹកប្រាក់ណាជីដូនដែលគាត់ផ្ញើតាមចៅហ្នឹងគឺមាន50000បាទ50000រៀលទៅជូនយាយហើយយាយមានពាក្យពេចន៍អ្វីជូនពរដល់ចៅនៅខាងស្រុកក្រៅនោះធូបដូចចៅនៅប្រទេសគេផ្សេងវាបានស្គាល់ទេឲ្យចៅបានសេចក្តីសុខរីចម្រើនឲ្យចៅទៅកន្លែងណាឲ្យចៅសុំតែសុខជួបទៅនៅពុទ្ធធម៌ប្រសង់នៅទីណាកន្លែងណានេះតកូនទាំងម៉ែទាំងប្តីទាំងប្រពន្ធឲ្យបានសុខរហូតផ្លូវឡានផ្លូវម៉ូតូឲ្យបានសុខទៅទាំងមកសាធុអញ្ចឹងដូចបងប្អូនឃើញចាក់ស្ដែងអញ្ចឹងជីដូនចាស់ហើយបងប្អូនឲ្យធ្វើចឹងអេហ្នឹងមួយខែបើលក់បានជាថវិកាប្រហែលយាយជីដូនមួយខែទេចៅមានតែ2ខែ3ខែនឹងលក់ម្ដងចានិយាយចេះធ្វើទៅ3ខែអញ្ចឹងទៅនិយាយចេះធ្វើទៅបាទហើយចុះម្ដងបានប្រហែលជីដូនលក់ម្ដង30000 2ខែ3ខែเนาะបងប្អូនអញ្ចឹងគាត់ធ្វើសិប្បកម្មខ្មែរបាទធ្វើចឹងអេហើយ3ខែ2ខែទៅ3ខែបានតែ30000ទេបងប្អូនណាធ្វើទៅទិញថេទិញអីសក់មុខខ្លួនឯងចឹងណាចាមកចាប់សក់គ្រប់ចេះធ្វើទៅនេះអីគេនេះជីដូនដូចជាមានជីធ្វើម្ហូបអីហ្នឹងមានតែជីហើយចូលជីដូនពិសាអីពេលព្រឹកនៅទិញថេគេឲ្យគេធ្វើឲ្យទៅយកមកស្ងោអស់បាត់ហើយងាកមិញចឹងចៅអត់មានអ្វីច្រើនទៀតទេណាយាយឥឡូវចៅលាសិនហើយបាទចឹងជម្រាបលាបងប្អូនទាំងអស់គ្នាបាទអរគុណឲ្យចៅបានសុខទាំងអស់គ្នាទៅទាំងមកផ្លូវឡានផ្លូវម៉ូតូចៅបានតែក្តីសុខចោះបាទឥឡូវចៅសុំអានេះវិញយាយណាចៅបញ្ញាប់